ប្រជាពលរដ្ឋនៅជាប់តំបន់ព្រំដែនកម្ពុជាថៃកាក់កបនឹងមុខរបរចិញ្ចឹមកណ្ដូបធ្វើឲ្យជីវភាពប្រសើរឡើងនិងកាត់បន្ថយការចំណាកស្រុកពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃជាច្រើនគ្រួសារក្រៅអំពីប្រកបមុខរបរដាំដំឡូងមីនិងពោតបាននាំគ្នាចិញ្ចឹមកណ្ដូបធ្វើឲ្យជីវភាពកាន់តែប្រសើរឡើងព្រោះកណ្ដូបងាយចិញ្ចឹមសម្បូរទីផ្សារលោកឈឹងសវណ្ណរិនរស់នៅចំណុចលូដាច់ជាប់បន្ទាត់ព្រំដែនថៃស្ថិតនៅភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាឡាក្រៅខេត្តបៃលិនបានឲ្យដឹងថាពីមុនលោកទៅធ្វើការឲ្យគេនៅស្រុកបវលខេត្តបាត់ដំបងលុះចេះពីវិធីចិញ្ចឹមកណ្ដូបនេះលោកក៏ត្រឡប់មកផ្ទះវិញបានប្រមូលថវិកាមួយចំនួនដើម្បីចិញ្ចឹមកណ្ដូបនេះរហូតបានជោគជ័យលោកបន្តថាកណ្ដូបសាច់1គីឡូតម្លៃ 35,000 រៀលចំណែកពងវា1គីឡូតម្លៃ 70,000 រៀលសម្រាប់គេយកទៅភ្ញាស់ចិញ្ចឹមហើយវាងាយស្រួលចិញ្ចឹមគឺវាស៊ីចំណីប្រភេទស្មៅស្រួយដែលអត់មានជ័រដូចជាស្លឹកពោតត្រែងស្លឹកឫស្សីស្បូវស្លឹកអំពៅនិងស្លឹកស្នាយជាដើមគឺមិនរើសទេចំណែកហានិភ័យដែលកើតមានឡើងដូចជាច្រូតប៉ះចំកន្លែងដែលបាញ់ថ្នាំស្មៅយកមកឲ្យវាស៊ីពុលងាប់និងបើយើងមិនឧស្សាហ៍បោះសម្អាតអាចវាទេក៏ពុលផងដែរចំណែកការធ្វើរោងវិញធ្វើនៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់សម្រាប់វាហាលស្លាបទើបធំធាត់លឿននិងមានសុខភាពល្អឆាប់ធំធាត់និងរហ័សពងថែមទៀតហើយសត្វកណ្ដូបនេះចាប់ពីវាញាស់អាយុ35ថ្ងៃឡើងទៅវាចាប់ផ្ដើមពងរហូតដល់អាយុ50ថ្ងៃយើងអាចចាប់លក់វាបានលោកបញ្ជាក់ថាការចិញ្ចឹមកណ្ដូបពូជប្រភេទនេះគឺយកមកពីប្រទេសចិនវាធន់នឹងធម្មជាតិសាច់ច្រើនងាយស្រួលថែទាំធន់នឹងជំងឺនៅតំបន់ណាក៏អាចចិញ្ចឹមបានដែរកុំឲ្យត្រជាក់ពេកឬក្តៅពេកនិងកន្លែងសម្បូរចំណីផងព្រោះត្រូវការដាក់ចំណីវាជាប្រចាំចំណែកទីផ្សារវិញពូជនេះសម្បូរអ្នកកំងណាស់ឲ្យតែមានគេយកទាំងអស់ព្រោះវាមានរសជាតិស្រួយឆ្ងាញ់បំពងឆាប់ក្រហមហើយរាល់3ថ្ងៃប្រមូលពងម្ដងបាន2ទៅ3គីឡូក្រាមសរុបជាទឹកប្រាក់ប្រហែល2លានរៀលក្នុងការប្រមូលម្ដងលោកថាលោកនឹងពង្រីករោងបន្ថែមទៀតដើម្បីឲ្យមុខរបរមួយនេះកាន់តែប្រសើរឡើងព្រោះជាមុខរបរនៅជិតផ្ទះមិនបាច់ចំណាកស្រុកចេញទៅឆ្ងាយពីផ្ទះសម្បែងនៅជួបជុំប្រពន្ធកូនផងដែរ